ខ្មែរឡើងឆ្នាំអ្នកសត្វថ្មីនៅថ្ងៃមួយកើតខែចេតឆ្នាំអ្នកសត្វគឺជូតឆ្លើខោថោះរោងម្សាញ់មីមេវប្រការឆ្កលព្រោះឆ្នាំអ្នកសត្វនេះជាប់តាក់ទងជាមួយច័ន្ទគិតមិនជាប់តាក់ទងនឹងសូរ្យយុគចូលឆ្នាំសង្ក្រាន្តនៅខែមេសានោះទេព្រោះហេតុនោះទើបក្នុងព្រះបរមរាជវាំងប្រារព្ធពិធីបុណ្យឆ្លងឆ្នាំអ្នកសត្វនិងពិធីសូត្រហើយធម៌ភានយៈគឺអាដានីដីបរិទ្ធនៅថ្ងៃ12 13 14 15រោចខែផល្គុនលោកអ្នកដឹងទេក្នុងថ្ងៃនេះតាមប្រពៃណីក្នុងព្រះរាជវាំងរបស់ខ្មែរនិងរាជវាំងរបស់ប្រទេសថៃត្រូវចាប់ផ្ដើមសូត្រហើយធម៌ភានយៈដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីរបស់អ្នកសត្វដូចឆ្នាំនេះជាឆ្នាំរោងមកដល់ថ្ងៃមួយកើតខែចេតជាថ្ងៃចូលឆ្នាំម្សាញ់ទោះមិនទាន់ចូលឆ្នាំសង្ក្រាន្តនៅខែមេសាក៏ដោយនៅថ្ងៃ12 13 14 15រោចខែផល្គុនរៀងរាល់ឆ្នាំក្នុងព្រះបរមរាជវាំងនៃប្រទេសកម្ពុជាតែងធ្វើព្រះរាជពិធីមួយដកឡារិចហៅថាព្រះរាជពិធីត្រសង្ក្រាន្តព្រះរាជពិធីនេះតែងធ្វើនៅក្នុងព្រះទីនាំងទេវីវិនិច្ឆ័យនិងក្នុងរោងមណ្ឌលទាំង5ខាងក្រៅកំពែងព្រះបរមរាជវាំងជាកិច្ចជូនដំណើរឆ្នាំចាស់ដែលត្រូវចេញទៅទទួលឆ្នាំថ្មីដែលត្រូវចូលមកនិងបំបត្តិឧបទ្រពចង្រៃក្នុងឆ្នាំចាស់ឲ្យអស់ទៅអញ្ជើញទេវតាឆ្នាំថ្មីឲ្យចូលមកចម្រើនសិរីសួស្តីជ័យមង្គលមហាប្រសើរចំពោះព្រះរាជបល្ល័ង្កនិងដល់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាព្រះរាជពិធីនេះមានឈ្មោះហៅច្រើនយ៉ាងគឺហៅថាព្រះរាជពិធីត្រសង្កានក៏បានថាព្រះរាជពិធីបញ្ជាន់ត្រសក៏បានថាព្រះរាជពិធីសំឆរចិនក៏បានថាព្រះរាជពិធីសោតភានយៈក៏បានតែក្នុងផ្លូវការហៅថាព្រះរាជពិធីត្រសង្ក្រាន្តពាក្យថាត្រសិទ្ធឬត្រដប្រែថាការកាត់ការផ្ដាច់ពាក្យថាសំឆរចិនប្រែថាការផ្ដាច់ឆ្នាំគឺការជូនដំណើរឆ្នាំចាស់ទទួលដំណើរឆ្នាំថ្មីឯពាក្យថាសូតភានយៈគឺសូតអាដានីដីបរិទ្ធបណ្ដេញយៈខ្មោចបិសាចហើយនឹងពាក្យថាបញ្ជាន់ត្រសគឺបញ្ជាន់បណ្ដេញខ្មោចបិសាចឆ្នាំចាស់ឲ្យបរិវិជិះឆ្ងាយទៅរួមពាក្យទាំងអស់នេះបានសេចក្តីថាព្រះរាជពិធីដែលធ្វើនៅថ្ងៃ12 13 14 15រោចខែផល្គុនជាព្រះរាជពិធីជូនដំណើរឆ្នាំចាស់ដែលត្រូវផុតទៅនៅថ្ងៃ15រោចខែផល្គុនទទួលដំណើរឆ្នាំថេមដែលត្រូវធ្វើដំណើរចូលមកនៅថ្ងៃ1កើតខែចេតព្រោះថាតាំងពីថ្ងៃ1កើតខែចេតទៅលោករាប់ថាជាឆ្នាំថ្មីហើយគ្រាន់តែមិនទាន់ឡើងស័កប៉ុណ្ណោះឯព្រះរាជពិធីត្រសង្កានមានគ្រឿងបរិក្ខារនិងវិធានការដូចរៀបរាប់ខាងមុខនេះខាងក្រៅកំពែងព្រះបរមរាជវាំងមានរោងមណ្ឌល5ខ្នងគឺនៅចម្ងាយប្រហែល50ម៉ែត្រអំពីកំពែងខាងទិសបូក2ខ្នងនៅប្របកំពែងខាងទិសតេសិន1ខ្នងខាងទិសបស្ចិម1ខ្នងខាងទិសឧត្តរ1ខ្នងរោងទាំង5ខ្នងនោះសុទ្ធតែប្រក់ស្លឹកត្នោតទាំងអស់សសរ5ហត្ថធ្នឹម4ហត្ថមានហប់មុខមានតបទីព័ទ្ធជុំវិញមានកេរមួយគ្រប់រោងក្នុងមួយរោងសម្រាប់ព្រះសង្ឃ8អង្គគង់សូត្រភានយៈមានរានទេវតាមួយគ្រប់រោងទាំង5មានឆ័ត្ររួតមួយគូគ្រប់រៀនខាងក្នុងកំពែងព្រះបរមរាជវាំងនៅព្រះទីនាំងទេវីវិនិច្ឆ័យមានកេរព្រះរាជពិធី2កម្ពស់50ហត្ថសង់ទីម៉ែត្រសន្តាន4ជ្រុងដំបូលខ្ពស់ពីសម្ពុទ្ធសដំកខាងជ្រុងអាគ្នេយ៍ព្រះមហាសេវឆ័ត្រ1ជ្រុងសាន1ក្រេជ្រុងអាគ្នេយ៍សម្រាប់ព្រះសង្ឃ4អង្គគង់សូត្រធម្មចក្រមហាសម័យក្រេចរោងសានសម្រាប់ព្រះសង្ឃ4អង្គសូត្រភានយៈចំមុខព្រះមហាសេឆ័ត្រមានក្រេតូច1កម្ពស់50សង់ទីម៉ែត្រសន្តាន4ជ្រុងឥតដំបូលសម្រាប់ព្រះសង្ឃ1អង្គឈរសូត្រប្រកាសទេវតាក្នុងព្រះរាជពិធីនេះខាងកើតក្រេសូត្រប្រកាសទេវតាមានស៊ុំ1កម្ពស់ស្រួយថ្នាក់ក្រោមកម្ពស់1ម៉ែត្រពីជើងក្រោមដល់ចុងកម្ពស់1ទូងជញ្ជាំងកញ្ចក់ជុំវិញជាស៊ុំតម្កល់ទានជ័យ1ដើមធំសម្រាប់ព្រះរាជាទ្រង់ប្រារព្ធអុជជាមួយសម្ដេចព្រះសង្ឃនាយកតាំងពីថ្ងៃចូលព្រះរាជពិធីដំបូងរហូតដល់ថ្ងៃបង្ហើយព្រះរាជពិធីទ្រង់លុតជាមួយព្រះសង្ឃនាយកទៀតក្បែរជញ្ជាំងខាងត្បូងនៃព្រះទីនាំងទេវីវិនិច្ឆ័យមានអាសនៈមួយធំវែងកម្ពស់50សង់ទីម៉ែត្រសម្រាប់ព្រះសង្ឃ10អង្គគង់សូត្រព្រះបរិត្តមានខ្សែសេមីស្បឺភ្លាំងនិងខ្សែសេមីអំបោះព័ទ្ធជុំវិញកំពែងព្រះបរមរាជវាំងនិងព័ទ្ធទៅគ្រប់រោងមណ្ឌលទាំង5ដែលនៅខាងក្រៅកំពែងហើយបញ្ចូលខ្សែអំបោះទៅក្នុងកំពែងតាមទ្វារខាងទិសបូព៌រនិងទិសតេសិននៃព្រះបរមរាជវាំងបញ្ចូលទៅភ្ជាប់គ្រប់ក្រែពិធីនិងសុំទានជ័យខាងក្នុងព្រះទីនាំងទេវីវិនិច្ឆ័យចុងអំបោះនោះសម្រាប់ប្រគេនព្រះសង្ឃកាន់សូត្រព្រះបរិត្តទាំង3ថ្ងៃក្រៅអំពីនេះមានអំបោះឃ្លុក2បែបទី1យកអំបោះឆៅច្រានសរសៃរំពាត់ជារង្វង់មូលសម្រាប់ព្រះរាជាទ្រង់នៅព្រះសិទ្ធិនិងសម្រាប់និមន្តសពមុខមន្ត្រីពាក់នៅសិរសាបែបទី2វិញអំបោះឆៅ8សរសៃចូលគ្នាហើយជាស្លឹកកំពូលថ្នោតពន់ម្រាមដៃបត់ជា4ជ្រុងចុងជា5អន្លើសរសេរអថាអភិសមរហៅថាខ្សែអភិសមរជាខ្សែសម្រាប់ព្រះរាជាទ្រង់ឈៀងព្រះអង្គសាមខាងនិងសម្រាប់និមន្តសពមុខមន្ត្រីពាក់ឈៀងស្មាម្ខាងបង្ការខ្មោចបិសាចហើយមានដំបងពេជ្រដែលយកស្លឹកកំពូលថ្នោតមួយទ្រនងមានសន្លឹក2មកគូចចុងសន្លឹកមានសន្តានដូចចំពោះក្អែកសន្លឹក
ខាងសរសេរថាសព្វេយខាបេសាជេវអាឡូកាតយោបេចេះគុំតាបដំទីស្វាសព្វេយខាប្លាយុនសិនលឹកខាងទៀតសរសេរថានេកបតោនេកបតាសព្វេយខាប្លាយេសូសម្រាប់ព្រះរាជាទ្រង់និងសម្រាប់និមន្តសពមុខមន្ត្រីកាន់នៅវេលាព្រះសង្ឃសូត្រភានយកចប់លើកទី1បណ្ដេញយកឲ្យខ្មោចបេសាចឲ្យបរិវិជឆ្ងាយទៅអំបោះឃ្លុកខ្សែអភិសមរនិងដំបងពេជ្រតម្កល់លើទទូចវែងមួយខាងមុខអាសនៈព្រះសង្ឃសូត្រព្រះបរិត្តមួយទៀតខ្មែរកាលពីមុនប្រើអំបោះឃ្លុកពាក់ក្បាលដូចក្នុងពិធីសូត្រហើយភានយៈនេះឯងហើយឥឡូវអ្នកខ្លះនាំគ្នាទៅប្រើក្រមាជូតក្បាលក្នុងពិធីក្បាច់គុណអេមណាអេណីទៅវិញប្រយ័ត្នស៊ីមថារបស់គេទើបនាំគ្នាស្ដាយក្រោយ